សួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទសុផលជា manager ម្នាក់នៅក្នុង Bitcoin Beast ថ្ងៃនេះខ្ញុំនឹងបង្ហាញអ្នកទាំងអស់គ្នាអំពីរបៀបconfirm fund ដែលយើងបាន GA អញ្ចឹងខ្ញុំបាន login ចូលទៅក្នុង account របស់ខ្ញុំរួចហើយខ្ញុំបានGA នៅថ្ងៃទី5សំទោសនៅថ្ងៃទី6ខែ5 2016 បន្ទាប់មកវាធ្លាក់លីសមកធ្លាក់លុយចូលនៅក្នុងកុងធនាគាររបស់ខ្ញុំគឺថ្ងៃទី7ខែ5 2016អញ្ចឹងគ្រាន់តែខុសគ្នាតែមួយថ្ងៃទេអញ្ចឹង GH បានលឿនអញ្ចឹងនៅពេលដែលយើង GH ហើយនៅពេលធ្លាក់លីសត្រង់ម្ដុំទៅនេះគឺអត់មានសញ្ញា tick ចឹងទេគឺសញ្ញា play ដូចជាសញ្ញាដែលយើងចុចនៅលើទូរស័ព្ទឬក៏នៅលើ computer ឬក៏នៅលើក្បាល D ចឹងមានសញ្ញា play សញ្ញាចាក់ D ចឹងអញ្ចឹងត្រង់នេះមានម៉ោងវាដើររហូតមកកំណត់ម៉ោងគេអញ្ចឹងនៅពេលនោះគេមិនទាន់ដាក់លុយទេនៅពេលដែលគេដាក់លុយហើយគេដាក់វិក័យប័ត្រឲ្យយើងហើយវាចេញសញ្ញា tick មកខាងពណ៌បៃតងហើយមកខាងពណ៌ខ្មៅអញ្ចឹងវាអត់ចេញបៃតងទាំងអស់ហើយនៅពេលដែលយើងចុច confirm ត្រង់នេះ confirm fund នេះយើងចុចទៅវានឹងចេញខ្លះជាបៃតងទាំងអស់ប៉ុន្តែមុននឹងតើជា confirm fund មានន័យថាម៉េចជា confirm fund គឺមានន័យថាយើងបានទទួលលុយរួចហើយនៅគឺលុយដែលគេដាក់ឲ្យយើងបានទទួលលុយរួចហើយអញ្ចឹងកុំអាចចុចយើងត្រូវមើលវិក័យប័ត្រ view receipt វិក័យប័ត្រគេដាក់ឲ្យយើងនេះឬក៏ copy តែវិក័យប័ត្រមកលុយអត់ឃើញធ្លាក់មកអញ្ចឹងនេះគឺនេះវិក័យប័ត្រនេះគឺត្រង់នេះ transactions នេះគឺអ្នកដែលដាក់មកគឺនេះមួយ FA ហើយកតុយវា QUY ហើយចូលកុងធនាគាររបស់ខ្ញុំគឺ1MN ក្បាល 1MN ហើយកតុយវាគឺ ZTC អញ្ចឹងទៅមើលកុងធនាគាររបស់ខ្ញុំយើងចូលត្រង់ Bitcoin Beast profile ហើយយើងទៅយកពាក្យថា Beast profile view អញ្ចឹងយើងមើលចំទៅកុងធនាគាររបស់យើងអញ្ចឹងកុងធនាគាររបស់ខ្ញុំគឺ 1MN កតុយវាគឺ ZTC ដូចគ្នាអញ្ចឹងគេផ្ញើចូលកុងធនាគារនឹងហើយអ្នកដែលផ្ញើមកគឺក្បាល1FA ហើយកតុយ QUY អញ្ចឹងយើងមើលអញ្ចឹងនៅពេលដែលយើងកុំទៅមើលទៅវិក័យប័ត្រយើងទៅមើលaddress របស់យើងមើលBitcoin មើលវាមានធ្លាក់ចូលនៅក្នុង address របស់យើងអត់អញ្ចឹងជាធម្មតានៅពេលដែលវាផ្ញើ fund ចូលទៅក្នុងwallet របស់យើងអញ្ចឹងវានឹងផ្ញើ email មកយើងអញ្ចឹង email ណាដែលយើង register ជាមួយនឹង blockchain មួយនោះអញ្ចឹងវានឹងអញ្ចឹងវានឹងឲ្យnotification នេះគឺវាបានផ្ញើមកប្រាប់ខ្ញុំនេះគឺលេខកុងធនាគារដែលគេផ្ញើមកនេះត្រង់នេះហើយនេះគឺជាលេខកុងធនាគាររបស់ខ្ញុំរហូតមកដល់ ZTC ហើយគេដាក់មកចំនួន 0.043648 ដែលត្រូវស្មើនឹង$20ជាបន្តិចអញ្ចឹងគេបានផ្ញើមកមែនហើយប៉ុន្តែកុំឲ្យទុកចិត្តយើងទៅឆែកមើលកុងធនាគាររបស់យើងសិនអញ្ចឹងយើងចូលទៅ blockchain របស់យើងអញ្ចឹងយើងមើលកុងធនាគាររបស់យើងមានបានឃើញលុយអត់ receive money នេះគឺកុងធនាគារដែលខ្ញុំប្រើជាមួយរបស់ខ្ញុំហ្នឹងគឺឈ្មោះ BB បឹងសុនអញ្ចឹងយើងចុចលើវាមកនេះគឺគេបានផ្ញើមកមែននេះលេខរបស់យើងអត់ transaction គេផ្ញើមកនេះគឺចំនួនលុយប៉ុណ្ណឹងហើយលុយរបស់ខ្ញុំគឺកើនពិតមែននេះគឺបឹង BB បឹងសុនហើយលេខwallet address ដែលខ្ញុំបាន set ជាមួយនឹង BB ហ្នឹងគឺត្រឹមត្រូវហើយលុយដែលគេផ្ញើមកគឺ$20.23 អញ្ចឹងត្រឹមត្រូវរបស់គេចំនួន Bitcoin នេះត្រឹមត្រូវរបស់គេអញ្ចឹងបើយើងឃើញថាត្រឹមត្រូវអញ្ចឹងហើយយើងចុច confirm ឲ្យគេផង
កុំបានទទួលលុយក្នុង wallet ហើយប្រាប់ថាអត់បានទទួលនោះអញ្ចឹងយើងចុច confirm fund មកអូខេវាសួរយើងថា accept GH អត់បានទទួលលុយនឹងត្រឹមត្រូវពិតមែនអត់បើយើងទទួលលុយពិតមែនហើយយើងចុច accept GH មកអូខេ thanks your BIS GH request accepted អញ្ចឹងមានន័យថាយើងបានទទួលហើយគេអ្នកដាក់ PH នោះគឺចេញសញ្ញាបៃតងទាំងអស់ដែរអញ្ចឹងមើលយើងក៏ចេញសញ្ញាបៃតងទាំងអស់ដែរអូខេអញ្ចឹងនៅពេលដែលយើង accept ហើយវាលាក់អញ្ចឹងយើងចុច show វាមកនេះចេញសញ្ញាបៃតងបាត់ហើយមកពីអីមកពីយើងចុចconfirm fund មិញហ្នឹងនៅពេលនោះនៅចុច confirm fund រួចហើយវានឹងអាកន្លែង request request ហ្នឹងវាឲ្យយើងសរសេរ happiness letter តើ happiness letter គឺជាអី happiness letter គឺជាលិខិតមួយដែលយើងថ្លែងអំណរគុណដែលយើងរៀបរាប់អំពីការដែលយើងដាក់លុយថ្ងៃណានេះយើងដាក់លុយថ្ងៃណាហើយយើង request fund ហ្នឹងយើង request GH ហ្នឹងថ្ងៃណាគឺយើងសុំថ្ងៃណាហើយវាធ្លាក់ចូលលុយទៅក្នុងwallet របស់យើងថ្ងៃណាគឺថ្ងៃណាអញ្ចឹងយើងសរសេរប្រាប់គេទាំងអស់ហើយអរគុណគេអ្នកផ្ដល់ឲ្យយើងផងអរគុណ Bitcoin Biz ផងនៅពេលយើងសរសេរសម្បត្តិនោះរួចហើយយើងក៏ចាប់ផ្ដើមupload ឬក៏ attach ជាមួយនឹង screen មួយនេះយកទៅឲ្យគេផងនៅពេលនោះវានឹងhappiness letter របស់យើងនឹងវានឹង proceed រហូតតែត្រូវបានគេ verify ទើបយើងអាច GH ទៀតបានអញ្ចឹងមេរៀនថ្ងៃនេះគឺមានតែប៉ុណ្្នឹងសូមជួយ subscribe ផងដើម្បីទទួលបាននូវវីដេអូថ្មីៗអរគុណបាទ